ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកមកជូននូវព័ត៌មានពិសេសមួយពាក់ព័ន្ធទៅនឹងគ្រោះរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសថៃចំនួន2លើកត្រឹមតែមួយថ្ងៃគឺថ្ងៃទី11ខែកញ្ញាឆ្នាំ2025ទោះបីជារញ្ជួយនេះគ្មានការខូចខាតធ្ងន់ធ្ងរប៉ុន្តែវាគឺជាព្រឹត្តិការណ៍ដែលគួរយកចិត្តទុកដាក់ផងដែរដែលបង្ហាញអំពីគ្រោះធម្មជាតិដែលនៅតែបន្តកើតឡើងចំពោះប្រទេសថៃដំបូងខ្ញុំសូមជម្រាបថារញ្ជួយដីលើកទី1គឺបានកើតឡើងនៅម៉ោង 11:58 នាទីព្រឹកដែលមានកម្រិត 2.5 រីកទ័រចំណុចកណ្ដាលស្ថិតនៅក្នុងឃុំកើចាងស្រុកម៉ែតែងខេត្តឈៀងម៉ៃរបស់ប្រទេសថៃនិងរញ្ជួយលើកទី2គឺបានកើតឡើងនៅម៉ោង 2:19 នាទីរសៀលដែលមានកម្រិត 2.5 រីកទ័រនៅក្នុងឃុំម៉ែហ៊ីស្រុកវៃខេត្តម៉ែហុងស៊ុនរញ្ជួយដីទាំងពីរនេះកើតឡើងនៅជម្រៅ1គីឡូម៉ែត្រដែលត្រូវបានចាត់ទុកជាការរញ្ជួយបែបស្រាលគឺមានការចាប់អារម្មណ៍បន្តិចបន្តួចប៉ុន្តែមិនប៉ះពាល់ដល់សំណង់និងអគារនោះទេបើយោងទៅតាមវីដេអូឃើញមានការរំកើនិងមានការប្រេះបែកនៅអគារមួយចំនួនប៉ុន្តែពុំមានការបាក់រលំឡើយរញ្ជួយដីនេះគឺជាបាតុភូតធម្មជាតិដែលបានកើតឡើងពេលថ្មនៅក្រោមដីឬប្លង់ផែនទីមានចលនានិងបែកចេញកម្លាំងសម្ពាធដែលបន្តរក្សានៅក្នុងរយៈពេលយូរអង្វែងអាចធ្វើឲ្យមានការបែកបាក់ភ្លាមៗនិងបង្កើតជាការរញ្ជួយនៅក្នុងករណីនេះកម្រិតរញ្ជួយមានត្រឹម 2.5 រីកទ័រគឺជាកម្រិតតូចតាចតាមការវាស់វែងរបស់អ្នកវិទ្យាសាស្ត្រធម្មតាត្រូវមានកម្រិតពី5ទៅ6ទើបអាចបង្កឲ្យមានខូចខាតទៅលើសំណង់នានាតំបន់ភូមិភាគឦសាននៃប្រទេសថៃនិងនៅតាមតំបន់ជិតខាងនោះគឺជាផ្នែកនៃតំបន់ភ្នំនិងប្លង់ផែនដីទោះមិនស្ថិតនៅលើប្លង់ធំដូចជប៉ុនឬឥណ្ឌូនេស៊ីក៏ដោយប៉ុន្តែវាមាន float line តូចៗដែលអាចឲ្យមានការរញ្ជួយបន្តិចបន្តួចជារឿយៗបើយោងទៅតាមការស្រាវជ្រាវប្រសិនបើមានការរញ្ជួយក្រោម3រីកទ័រមនុស្សមិនសូវមានអារម្មណ៍និងមានការរញ្ជួយតិចតួចតែប៉ុណ្ណោះប៉ុន្តែប្រសិនបើរញ្ជួយមានកម្រិត3ទៅ5រីកទ័រអាចធ្វើឲ្យមានការដឹងច្បាស់ប៉ុន្តែមិនមានការខូចខាតនោះទេប្រសិនបើកម្រិតរញ្ជួយពី5ទៅ7រីកទ័រអាចប៉ះពាល់ដល់សំណង់ឬក៏កម្រិតរញ្ជួយលើសពី7បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើយើងរាប់ពីប្រវត្តិសាស្ត្រនៃការរញ្ជួយដីនៅភាគឦសាននៃប្រទេសថៃគឺធ្លាប់មានការរញ្ជួយដីច្រើនផងដែរឧទាហរណ៍នៅក្នុងឆ្នាំ2014មានការរញ្ជួយជិត6រីកទ័រដែលបានធ្វើឲ្យមានការខូចខាតទៅលើអគារខ្លះៗករណីនេះបង្ហាញឲ្យឃើញថាភូមិភាគឦសាននៃប្រទេសថៃមិនមែនជាតំបន់គ្រោះថ្នាក់ដោយប្រទេសជិតខាងក៏ដោយក៏នៅតែមានហានិភ័យតូចតាចផងដែរអាជ្ញាធរសម្រាប់ប្រទេសថៃបានណែនាំឲ្យប្រជាពលរដ្ឋត្រូវតាមដានព័ត៌មានពីក្រសួងពាក់ព័ន្ធជាផ្លូវការត្រូវយកចិត្តទុកដាក់អំពីគ្រោះធម្មជាតិរញ្ជួយដីត្រូវចេញពីសំណង់ខ្ពស់ៗឬកន្លែងមានហានិភ័យមានការរៀបចំក្រុមការសង្គ្រោះបន្ទាន់នៅក្នុងគ្រួសារមិនត្រូវភ័យស្លន់ស្លោព្រោះរញ្ជួយដីកម្រិតតូចគ្មានផលប៉ះពាល់អ្វីឡើយអ្នកជំនាញបានពន្យល់ថារញ្ជួយដីតូចតាចដូចនេះវាអាចជាសញ្ញាបង្ហាញអំពីចលនាប្លង់ផែនដីបែបធម្មជាតិប៉ុន្តែទោះជាយ៉ាងណាវាមិនមែនមានន័យថាវានឹងកើតមានគ្រោះរញ្ជួយដីធំឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះភាគរយក៏អាចបង្កើតឲ្យមានគ្រោះរញ្ជួយដីធំផងដែរហើយប្រទេសថៃក៏ធ្លាប់ជួបគ្រោះរញ្ជួយដីនេះផងដែរនេះគឺជាគ្រោះរញ្ជួយដីមួយទៀតហើយដែលបានកើតឡើងនៅក្នុងរយៈពេលថ្មីមែនទែនគឺត្រឹមតែម្សិលមិញតែប៉ុណ្ណោះហើយរញ្ជួយរហូតដល់2ដងនេះគឺបង្ហាញថាប្រទេសថៃកំពុងតែមានគ្រោះធម្មជាតិកើតឡើងជាបន្តបន្ទាប់ទាំងដែលគ្រោះធម្មជាតិពីមុនមិនទាន់ដោះស្រាយរួចផង